ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះយីម៉ារីតាមកពីក្រុម IU 30ហើយឥឡូវខ្ញុំមកធ្វើវីដេអូតាក់ទងនឹងការបង្កើត user ថ្មីមួយនៅក្នុង user root របស់យើងហើយជាដំបូងខ្ញុំចុច who am I ដើម្បីមើល user របស់យើងហើយបន្តមកទៀតខ្ញុំចុចpwd ដើម្បី check មើល directory របស់វាឥឡូវវានៅក្នុង home directory របស់យីម៉ារីតាបន្តមកខ្ញុំចុចបង្កើត user ថ្មីមួយដែលខ្ញុំដាក់ឈ្មោះថាMita ខ្ញុំចុច sudo use add ហើយដាក់ឈ្មោះទៅមកយើង /bin បេះទៅទៀតហើយបន្តមកទៀតខ្ញុំចូល ls.l/home ដើម្បីមើលថាយើងបានបង្កើតវាហើយនៅឥឡូវយើងបង្កើតវាហើយ user នេះទេបន្តមកទៀតខ្ញុំទៅបង្ហាញ user list តាម cat ហើយខ្ញុំចុច /etc.e/pass/wd យើង enter ឥឡូវវាចេញ result ហើយឈ្មោះ user ដែលយើងទៅបង្កើតហ្នឹងនេះតាហើយដើម្បីយើងចូលទៅកាន់ user ហ្នឹងកើតអញ្ចឹងខ្ញុំទៅបង្កើត user ឲ្យ user នេះតាហ្នឹងសិនខ្ញុំចុច sudo ហើយ passwd បង្កើត user ថ្មីយើងដាក់ឈ្មោះ user របស់នេះតាហ្នឹងមកហើយយើងដាក់ password ហ្នឹងឥឡូវយើងបង្កើតវាបានជោគជ័យហើយយើងចុចចូលទៅកាន់ user ហ្នឹងខ្ញុំចុច su nita enter ហើយយើងបែរ password ដែលយើងទំដាក់ហ្នឹងមកបន្ទាប់មកខ្ញុំចុច cd សិនហើយបន្ទាប់មកទៀតខ្ញុំចុចpwd ថាយើងនៅលើ directory មួយណាឥឡូវយើងនៅ directory នេះតាហ្នឹងហើយបន្ទាប់មកខ្ញុំបង្កើត folder មួយខ្ញុំដាក់ mkd ហើយកន្លែងហ្នឹងយើងចង់ដាក់ឈ្មោះ folder របស់យើងខ្ញុំដាក់ test ហើយបន្ទាប់មកទៀតខ្ញុំចុចls ឥឡូវយើងបានបង្កើតហើយបន្តមកទៀតខ្ញុំចុច task មួយដើម្បីបង្កើតទៅជា file tt ដាក់ info.tt តោះមកយើង enter មកហើយខ្ញុំ ls មើលវាឥឡូវយើងបង្កើត file នឹងបានហើយបន្តមកទៀតខ្ញុំចង់ចេញពី user នេះតាហ្នឹងអញ្ចឹងយើងចុច su ក៏បានហើយយើងដាក់ user ដែលយើងចង់ចូលទៅវិញតែខ្ញុំអត់ចុចsu ហ្នឹងទេខ្ញុំចុច exit យកក៏បានដែរអញ្ចឹងយើងចុច exit ទៅតបមកយើងចូល user ដើមរបស់យើងបានហើយអញ្ចឹងខ្ញុំចូល cd ហើយ clear វាចោលទៅហើយបន្តមកទៀតខ្ញុំចូល pwd home directory របស់យើងនេះហើយវីដេអូយើងមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូ